សួស្តីបងប្អូនទាំងអស់គ្នាចាថ្ងៃនេះខ្ញុំចង់ថតវីដេអូមួយតាក់ទងជាមួយនឹងតម្រងការចាក់បញ្ចូលសារធាតុរាវតាមសរសៃហើយខ្ញុំបានដាក់រូបភាពខ្លះៗដើម្បីងាយស្រួលបងប្អូនទាំងអស់គ្នាពិនិត្យមើលហើយចងចាំពីព្រោះយើងត្រូវត្រៀមប្រឡងនៅថ្ងៃអាទិត្យក្រោយនេះចឹងវាតម្រងការកែប្រែចំនួនថ្មីហើយធ្វើឲ្យបងប្អូនអត់ទាន់បានចងចាំល្អអញ្ចឹងអ្នកគ្រូព្យាយាមថតវីដេអូនេះឡើងដើម្បីឲ្យបងប្អូនរៀនហាត់សមហើយនឹងពិនិត្យមើលនៅផ្ទះដើម្បីបង្កើនការចងចាំហើយនឹងមានភាពងាយស្រួលនៅពេលដែលបងប្អូនប្រឡងនៅក្នុងអាទិត្យក្រោយនេះជំហានដំបូងយើងត្រូវរៀបចំសម្ភារៈសិនអញ្ចឹងសម្ភារៈគឺយើងមានដាក់នៅលើតុធំមួយអញ្ចឹងហើយអញ្ចឹងយើងបន្ទាប់ពីសុំគណៈកម្មការដើម្បីរៀបចំសម្ភារៈយើងទាញសារយោមួយមកហើយយើងដាក់ថាសធំស្អាតហើយតមកគឺសំណុំលិខិតរបស់អ្នកចានៅក្នុងថាសធំគឺយើងដាក់ថាសតូចស្អាតមួយមកតមកមានដាក់កាតាដាក់ប្រភេទទ្រូហើយដាក់សរុបក្បាលសារយោគឺយើងដាក់ចានបាសាំងអារីកូមកធំហើយនាឡិកាដែលយើងត្រូវការដាក់សម្លេងអកលបងស្អាតតមកគឺស្រោមដៃស្អាតយើងអាចមានជាប្រអប់ឬអត់មានជាប្រអប់ទេគឺយើងអាចដាក់ស្រោមដៃមួយគូនៅលើថាសស្អាតបែបនេះបានចឹងជំហានដំបូងគឺយើងកំណត់អត្តសញ្ញាណអ្នកជំងឺនិងផ្ទៀងផ្ទាត់ជាមួយនឹងសំណុំលិខិតរបស់អ្នកជំងឺពិនិត្យមើលវេជ្ជបញ្ជានៅក្នុងសំណុំលិខិតរបស់អ្នកជំងឺចាវេជ្ជបញ្ជាគឺតម្រូវឲ្យយើងធ្វើការដាក់សរុបជូនអ្នកជំងឺម្នាក់ឈ្មោះថាបុផាអាយុ23ឆ្នាំនៅបន្ទប់លេខ2ក្រែលេខ3អញ្ចឹងយើងទៅជួបអ្នកជំងឺសួស្តីអូនតើអូនឈ្មោះបុផានៅបន្ទប់លេខ3ក្រែលេខ2មែនទេចាក់បន្ថែមទៅលើការសាកសួរថ្ងៃខែកំណើតហើយនឹងលេខកូដនៅត្រង់កដៃរបស់គាត់ថាតើវាពិតជាត្រឹមត្រូវជាមួយនឹងសំណុំលិខិតអ្នកជំងឺអត់ណែនាំខ្លួនពន្យល់ទម្រង់ការនិងសុំការអនុញ្ញាតដល់អ្នកជំងឺចាសួស្តីអូនខ្ញុំឈ្មោះប៊ុននីខ្ញុំជានិស្សិតកលានុបដ្ឋឆ្នាំទី2ខ្ញុំមកនេះគឺក្នុងគោលបំណងដើម្បីដាក់សរុបជូនបងអូនតាមវិជ្ជាបញ្ជាដោយសារតែបងអូនមានជំងឺរាគធ្វើឲ្យបាត់បង់ជាតិទឹកក្នុងខ្លួនច្រើនអញ្ចឹងគេត្រូវដាក់សេរ៉ូមដើម្បីជួយប្រកបជាតិទឹកនៅក្នុងខ្លួនបងអូនឡើងវិញហើយការដាក់សេរ៉ូមនេះនឹងធ្វើឲ្យស្ថានភាពជំងឺរបស់បងអូនប្រសើរឡើងហើយវាអាចមានការឈឺចុកចាប់នៅពេលដែលខ្ញុំចាក់មជុលតាមតសៃរបស់បងអូនតើបងអូនអនុញ្ញាតឲ្យបងធ្វើការចាក់ចាតើបងអូនអនុញ្ញាតឲ្យបងធ្វើការចាក់សេរ៉ូមជូនបងអូនដែរឬទេចាអរគុណច្រើនអូនចាជំហានបន្ទាប់យើងរក្សាភាពឯកជនជូនអ្នកជំងឺយើងគ្រាន់តែទាញឡប់ឡាយក្បែរអ្នកជំងឺបិទទៅកុំឲ្យអ្នកដទៃបានឃើញគាត់អញ្ចឹងកន្លែងហ្នឹងយើងគ្រាន់តែនិយាយថាបិទបាំងជូនអ្នកជំងឺនិងគោរពដល់សេចក្តីថ្លៃថ្នូររបស់អ្នកជំងឺចាជំហានបន្ទាប់គឺយើងត្រូវលាងដៃនិងរៀបចំសម្ភារៈដាក់ក្បែរក្រែអ្នកជំងឺអញ្ចឹងយើងយកដៃរបស់យើងច្បាច់អកលលាងដៃឲ្យបានស្អាតទៅតាម6ជំហានរបស់ពួកយើងចាយើងដាក់នៅតំណនៅបាតដៃក្នុងដៃទាំងសងខាងចង្វែតដៃម្រាមដៃចាមេដៃហើយនឹងកញ្ចក់ដៃរួចយើងហែកបងស្អិតទុកឲ្យហើយអញ្ចឹងយើងហែកបងស្អិតប្រហែលជា3ទៅ4សន្លឹកមកដាក់បិទនៅលើក្បាលសាយោរបស់យើងហើយយើងលៃជើងសរោមឲ្យមានកម្ពស់សមល្មមនៅពីលើក្បាលក្រែអ្នកជំងឺមកប្រហែលជា1ម៉ែត្រពីខ្លួនរបស់អ្នកជំងឺអញ្ចឹងជំហានបន្តទៀតគឺយើងពិនិត្យមើលវេជ្ជបញ្ជាដោយផ្ទៀងផ្ទាត់ជាមួយនឹងសរោមដែលយើងយកមកដើម្បីអនុវត្តតាមគោលការណ៍នៃភាពត្រឹមត្រូវទាំង6យ៉ាងនៃការផ្ដល់ឱសថដើម្បីឲ្យប្រកាសថាការចាក់បញ្ចូលសរោមតាមសរសៃនឹងប្រកបដោយសុវត្ថិភាពនិងត្រឹមត្រូវអញ្ចឹងយើងបើកសំណុំលិខិតរបស់អ្នកជំងឺហើយយើងដាក់សរោមនៅក្បែរសំណុំលិខិតអ្នកជំងឺដោយយើងមើលទាំងសំណុំលិខិតអ្នកជំងឺហើយនិងសរោមនឹងដៃរបស់យើងអញ្ចឹងឃើញថាគ្រូពេទ្យតម្រូវឲ្យដាក់សរោមដបម៉សាឡាញកំហាប់ 0.9% ចំណុះ500មីលីលីត្រចំនួនដំណក់គឺ60ដំណក់ក្នុង1នាទីការបាក់ឆែតនៅសរោមគឺឃើញ3ឆ្នាំ2027សរោមហើយនឹងសំណុំលិខិតនៅលើសំណុំលិខិតអ្នកជំងឺឃើញថាពិតជាត្រឹមត្រូវទ្រូសរោមឃើញថាវាមានកតាដំណក់20ដំណក់ក្នុង1មីលីលីត្រ
ហើយការប៉ាក់ឆាតឃើញថាអាចប្រើប្រាស់បានហើយការផ្ទះឃើញថាលេខ18ហើយការប៉ាក់ឆាតគឺអាចប្រើប្រាស់បានចាអញ្ចឹងយើងប៉ានប្រមាណការយល់ដឹងរបស់អ្នកជំងឺតាក់ទងជាមួយនឹងទម្រង់ការប្រវត្តិ allergy ជាមួយនឹងថ្នាំជាពិសេស allergy ជាមួយនឹងសារធាតុ betadine អាល់កុលឬក៏បងស្អិតដែលមានសារធាតុ lactic អញ្ចឹងយើងទៅសួរអ្នកជំងឺផ្ទាល់ថាតើអ្នកជំងឺគាត់ធ្លាប់មានប្រវត្តិដាក់សេរ៉ុមពីមុនមកដែរឬទេហើយកំឡុងពេលដែលដាក់សេរ៉ុមលើកមុនហ្នឹងតើគាត់ធ្លាប់មានប្រតិកម្មជាមួយនឹងសារធាតុរាវដែលដាក់តាមសរសៃដែរឬទេហើយគាត់មានធ្លាប់អាឡែស៊ីជាមួយនឹងបងស្អិតឬក៏ស្រោមដៃកំឡុងពេលដែលដាក់សេរ៉ុមលើកមុនដែរឬទេចាជំហានបន្ទាប់គឺយើងរៀបចំស្ថានភាពអ្នកជំងឺឲ្យមានផាសុកភាពនិងមានពន្លឺគ្រប់គ្រាន់ជួយសម្រួលស្ថានភាពអ្នកជំងឺដោយឲ្យគាត់ដេកផ្ងាហើយឲ្យគាត់បង្ហាញដៃដែលត្រូវឲ្យចង់ឲ្យយើងដាក់សេរ៉ុមតាមសរសៃហើយយើងត្រូវបញ្ជាក់ថាមានពន្លឺគ្រប់គ្រាន់នៅពេលដែលយើងចាក់ចាបន្តមកគឺយើងត្រូវលាងដៃឲ្យស្អាតម្ដងទៀតនិងពាក់ស្រោមដៃស្អាតចឹងយើងចូលដល់ហែកញ្ចប់ទ្រូសេរ៉ុមដោយប្រុងប្រយ័ត្នរួចមូលបិទ press-tip វិញចឹងមុនបងអូនហែកគឺបងអូនត្រូវដោតវាឲ្យជាប់មួយសិនមុនយើងទៅកាន់ហែកហើយយើងរមើលថ្នេរដែលយើងត្រូវហែកកន្លែងបែបនេះបើយើងរត់ឃើញទេគឺយើងអាចប្រើកត្រៃបានចឹងយើងហែកកញ្ចប់ទ្រូដោយរក្សាភាព steril នៅផ្នែកសងខាងនៃទ្រូចឹងយើងកាន់កន្លែងនេះដោយប្រុងប្រយ័ត្នយើងដកវាមករួចហើយយើងដាក់នេះគឺនៅលើបាសាឬក៏ដែលយើងរៀបរួចជាស្រេចចឹងយើងកាន់វាហើយសម្រួល press-tip ឡើងទៅលើចានេះសម្រួល press-tip ឡើងមកលើផ្ដាប់រាប់តំណក់នៃសេរ៉ុមឲ្យបានប្រវែង2ទៅ5សង់ទីម៉ែត្ររួចមូលបិទ press-tip វិញនឹងត្រូវប្រកាសថាចុងទ្រូសទាំងសងខាងគឺនៅ steril ហើយយើងត្រូវដាក់វានៅលើថាសស្អាតដែលយើងបានរៀបចំរួចជាស្រេចវគ្គរងាប់មេរោគនៅលើគម្របផ្លោកសេរ៉ុមដោយប្រើសម្លេងអាល់កុលបើគម្របឬក៏សន្ទះនៃក្បាលផ្លោកសេរ៉ុមជូតសម្អាតជ័រនៃក្បាលនៃផ្លោកសេរ៉ុមដោយសម្លេងអាល់កុលដោយអាទឹកអាល់កុល 70% យកសម្លេងអាល់កុលមកជូតនៅពីលើក្បាលនៃផ្លោកសេរ៉ុមយើងជូតកន្លែងនេះរួចហើយយើងទុកវាឲ្យស្ងួតអញ្ចឹងយើងយកអាទ្រូសេរ៉ុមបើកគម្របវាចេញមកហើយចាក់បញ្ចូលទ្រូសេរ៉ុមចូលទៅក្នុងក្បាលនៃផ្លោកសេរ៉ុមដាក់ឲ្យក្បាលទ្រូសេរ៉ុមចូលផុតឆ្នុកនៃកៅស៊ូតមកគឺយើងភ្ជួរផ្លោកសេរ៉ុមទៅនឹងជើងភ្ជួរឲ្យមានកម្ពស់សមល្មមដើម្បីឲ្យទឹកសេរ៉ុមហូរបានល្អចាកន្លែងនេះយើងភ្ជួរសេរ៉ុមដោយប្រុងប្រយ័ត្នហើយបែរអក្សរនៃសេរ៉ុមមកខាងយើងចាច្បាច់ប្រដាប់លៃតម្រូវដំណក់សេរ៉ុមនិងបើក press-tip ដើម្បីបញ្ចេញខ្យល់ឲ្យអស់ពីទ្រូសេរ៉ុមយើងយកដៃរបស់យើងមកច្បាច់កន្លែងប្រដាប់រាប់ដំណក់នេះច្បាច់វាឲ្យជាប់ឲ្យវាមានសម្ពាធដល់គ្នារួចហើយយើងប្រឡែងដៃរបស់យើងមកវិញចាហើយពិនិត្យមើលសេរ៉ុមចូលទៅក្នុងប្រដាប់រាប់តំណក់ឲ្យបានប្រវែង 1/2 ឬក៏ 1/3 បើក press-tip ដើម្បីបង្ហូរទឹកសេរ៉ុមចូលទៅក្នុងទ្រូដើម្បីបញ្ចេញខ្យល់ឲ្យអស់ពីទ្រូសេរ៉ុមបងគឺយើងបង្ហូរយឺតសិនដើម្បីកុំឲ្យកំហុកពេកពីព្រោះវាអាចធ្វើឲ្យបែកពពុះខ្យល់នៅក្នុងទ្រូយើងមកបិទ press-tip វិញខ្យល់នៅក្នុងទ្រូម្ដងទៀតខ្លាញ់វាមានខ្យល់នៅក្នុងទ្រូគឺបងអូនបិទបន្តិចរួចហើយយើងក៏យើងផ្ទាត់វាឡើងលើរួចហើយមកបិទ press-tip វិញរក្សាចុងទ្រូសេរ៉ុមដោយភ្ជាប់មកចូលរួចជាស្រេចឲ្យនៅ steril រួចដាក់វានៅលើថាសស្អាតចាអញ្ចឹងយើងរៀបចំសម្ភារៈដាក់នៅថាសតូចស្អាតដើម្បីយកទៅដាក់ក្បែរក្រែអ្នកជំងឺសម្លេងអាល់កុលដោយអាទឹកអាល់កុល 70% ចាកុំភ្លេចខ្សែការ៉ូចាយើងពិនិត្យនិងជ្រើសរើសសរសៃវ៉ែនរួចចងខ្សែការ៉ូពិនិត្យមើលត្រង់កន្លែងចាក់ដោយ
chi viênដែលមានដំបៅស្នាមជាប់រលាកហើមឬក៏ដុំពករឹងឬក៏ងាយឆាប់ឈឺអញ្ចឹងកន្លែងចាក់របស់យើងអត់មានសញ្ញាដូចយើងរៀបរាប់ខាងលើទេហើយយើងជ្រើសរើសសរសៃ